សុស្ដីបងប្អូនថ្ងៃនេះយើងបានឆ្អឹងត្រី3កញ្ចប់យកមកទុកដាក់អាំងណាឥឡូវនេះយើងមិនដឹងថាត្រីហ្នឹងគឺជាត្រីសាម៉ុនឬក៏ត្រីប្រទេបងប្អូនដោយសារតែយើងអត់ដែរស្គាល់អ្នកលក់គេប្រាប់យើងត្រីសាម៉ុនយើងក៏ថាត្រីសាម៉ុនអញ្ចឹងទៅនេះក្បាលវាយកមកស្ងោរតុងយ៉ាមណាហើយយើងមានឆ្អឹងវាហ្នឹងក៏យកមកដាក់អាំងហើយនឹងលាយជាមួយស្ងោរតិចបងប្អូនស្ងោរតុងយ៉ាមក៏ជាតិមួយយ៉ាងដែរឥឡូវយើងបានលាងរួចរាល់ហើយនេះយកមកដាក់កញ្ច្រែងចេះមកបន្ទាប់មកក៏យើងដាក់ស្ងោរតុងយ៉ាមចោលវាមួយឆ្នាំងសិនមកមើលតុងយ៉ាមតែតុងយ៉ាមនេះអត់សូវក្រហមដោយសារយើងស្ទើរដុំតុងយ៉ាមបងប្អូនអញ្ចឹងទៅក៏វាចេញមកពណ៌អញ្ចេះតែម្ដងបងប្អូនហើយមិនដឹងថាពណ៌វាមិនសូវល្អប៉ុន្តែរសជាតិក៏វាឆ្ងាញ់ដែរបងប្អូននេះយើងមកមើលការស្ងោរតុងយ៉ាមងាយៗទេស្រួលតែម្ដងបងប្អូនដោយសារតែយើងមានគ្រឿងហើយស្រាចេះយើងគ្រាន់តែវាយដាក់ទៅហើយយើងមកងាស់ដាក់ស្លដាក់លើចក្រានដែរហើយត្រីសាម៉ុននេះគឺវាមិនសូវជាស្វិតប្រហែលទេយើងគាត់ដាក់មកអំពុះពីអំពុះទៅវាចាប់ផ្ដើមផុយសាច់ហើយយើងមិនដឹងថាត្រីសាម៉ុនឬត្រីប្រទេបងប្អូនដោយសារតែអ្នកលោកគេប្រាប់យើងត្រីសាម៉ុនយើងសាម៉ុនដែរទៅឥឡូវឃើញបច្ចុប្បន្នឥឡូវឃើញបោកបញ្ឆោតច្រើនណារឿងត្រីសាម៉ុននិងត្រីប្រោតហ្នឹង